តាមរបៀបណាតែ YouTube ហ្នឹងយើងអាចរកលុយបានទេតែយើង link YouTube ហ្នឹងបានអត់ជាមួយនឹង Gmail ថ្មីហើយនឹង Gmail ចាស់ណា Gmail ចាស់ដែលមាន Google AdSense ស្រាប់ហើយអញ្ចឹងគឺយើងអាច link ជាមួយគ្នាបានដែរណាបាទអញ្ចឹងសូមតាមបងប្អូនគ្នាតែយើង link ជាមួយ Gmail ចាស់គឺគេហៅ Google AdSense ហ្នឹងមានស្រាប់ហ្នឹងតង់ Gmail ចាស់ណាបាទជាមួយនឹង Gmail ថ្មីណាបាទចឹង click មកនេះជា Gmail ថ្មីណាបាទមិនឆ្លាងមកណាតើមានអីទេអញ្ចឹងយើងចូលទៅបង្កើតវាមកចូល sign in ណាវាយ YouTube មក sign in ណាតមកយើងចូល create ណាបាទ create studio ណា create studio មកតមកយើងយកត create channel ណាបាទឥឡូវយើងនិយាយតើអីគេណាបាទគូរូបគេណាគូរូបហ្នឹង channel យើងដាក់ត្រូវមានផែនណាគូដៃផងហើយគូនៅលើផែនលើកុំព្យូទ័រក៏បានណាបាទលើ desktop ក៏បានហើយមានកម្មវិធីផែននេះបាទចូល start តមកចូល all program ហើយយកពាក្យថា accessory ណាបាទមកចេញហើយនេះណាហើយយកពាក្យថា accessory ណាបាទចាំតិចណានិយាយតិចពាក្យ accessory ហ្នឹងហើយវាចេញពាក្យថា pen ណាបាទលើវាណាចេញបាទទៅតាមការគោរពណាបាទការគោរពណាគោអីក៏បានដែរហើយមានរៀបបន្តតទៅនឹងការគោរពនេះគឺខ្ញុំបង្ហាញតទៅការប្រើប្រាស់របៀបគោរពណាបាទ Gmail មួយនេះគឺតទៅនឹងការគោរពណាបាទយើងធ្វើ link ជាមួយនឹង Google AdSense ចាស់ណាគឺ Gmail ថ្មីសុទ្ធសាធណាបាទអត់មាន Gmail ចាស់ទេគឺ Gmail តែបង្កើតថ្មីណាបាទតើមានអីទាំងអស់ណាបាទចឹងរួចហើយយើងយកហើយយើងយកមកបាទ click create មកណាបាទបាទឡើងទៅរួចរាល់ហើយណាបាទតែធ្វើអីបន្តទៀតណាបាទចូល setting ហើយតែគួរទៅទៀតបាទ new additional filter ណាបាទចឹងយើងជួយ additional filter វាទៅតាម channel ណាបាទអញ្ចឹងយើងបង្កើតគឺយើងអត់ត modify វាទេបាទក៏យើង verify លេខទូរស័ព្ទសិនមួយដៃគូ Rossi ណាតែយើងសំខាន់គឺយើងអត់ត modify នៅកន្លែងនេះទេព្រោះយើងត្រូវ link ជាមួយនឹង Google AdSense ចាស់ណាដែលគេថា Gmail ចាស់ហ្នឹងដែលភ្ជាប់ជាមួយ YouTube ហើយយើងបានភ្ជាប់ Rossi តាម online ឬក៏តាម internet ណាយូរហើយអញ្ចឹងណាព្រោះយើងធ្វើហើយឬក៏មានស្ដាប់អញ្ចឹងព្រោះមុនមកអញ្ចឹងក៏យើងភ្ជាប់បានដែរភាសា Gmail គឺជា Gmail ថ្មីហើយយើងអាច
ងាយស្រួលភ្ជាប់បើសិនយើងដាក់ modify គឺយើងមិនអាចភ្ជាប់បានទេណាបាទអញ្ចឹងសុំតាមដានណាបាទអញ្ចឹងយកចុច click លើ modify មកហើយដាក់ប្រទេសមកប្រទេសគេកម្ពុជាណាបាទប្រទេសកម្ពុជាមកកម្ពុជាណាCambodia ណាបាទ Cambodia គឺប្រទេសកម្ពុជាណាបាទយើងដាក់ខក៏បានគឺដាក់ text បានយើងដាក់ text ណាបាទថ្មីលេខទូរស័ព្ទមក088ដល់088 389 326ណាបាទអញ្ចឹងយើងคลิกនេះទៅមើលលេខច្បាស់លាស់មិនណា88 389 5326ណាបាទយើងចុច submit ទៅណាបាទចុច submit វាទៅបាទទៅហើយចាំតិចណា2 38មកទៀត17ណា52 38 17ណាបាទយើងចុច submit យើងមកអូខេហើយចុច continue ណាបាទគឺយើង verify ហើយ configuration your account is now verified continue មកបាទអូខេណាអញ្ចឹងវាអត់តឲ្យ modify ទេតែយើងក៏មិនអាចដាក់ modify តាមរបៀបនេះដែរគឺដោយសារយើងតែយក account នេះទៅ link មួយ Google AdSense ណាអញ្ចឹងយើងចុចបដូរប្រទេសសិនណា upload depot ណាចាំ private public ត្រូវហើយបាទហើយដល់ category មកតើតើអូខេយើងគឺតើតើនឹងការគូររូបណាគូររូបនឹងតើតើនឹងការរៀនណារៀនគូររូបណាបាទ education ណាបាទអូឡើងវិញណាខ្មែរយ៉ាងណាហើយចុច sell ណាបាទយើង license ទៅ start ដល់ license ណាតាមការរៀនគូររូបណាចឹងអូខេហើយចេញទៅចូលទៅ step តាគឺថាវិញណាទៅចេញមកវិញភាសាយើងអត់ដល់ប្រទេសណាបាទចេញចូលទៅ advance ណាគិតយក advance ណាយើងដល់ប្រទេសទៅគឺវាដូរចេញ enable ឲ្យណាចុះដូរពីប្រទេសកម្ពុជាទៅណាបានណាបាទថៃបានថៃមកបាទហើយ keyword យើងណា draw pen ណាបាទ click មក
copy វាមកហាក់មកអូខេបាទប៉ុណ្ណឹងហើយយើងចុច save ណាបាទអញ្ចឹងវានឹងឲ្យ modify តែយើងអត់ទាន់ចុចជាមួយ action ទេគឺយើងទុកវាឲ្យនៅទំនេរសិនណាបាទអញ្ចឹងចូល filter វិញមកបាទគឺយើងបានឆែកហើយចូល status and filter ណានៅបានឃើញចេញ enable ហើយណាបាទ enable ហើយគឺយើងអាច modify បានហើយតែគាត់យើង click ចូលមើលសិនយើងអត់ទាន់ click ចូល modify មួយ association នេះណាបាទយើងអត់ទាន់ get start ទេបាទអញ្ចឹងយើងចូលទៅនេះសិនណាបាទយើងកត់គឺ copy Gmail បានណាទីវាផ្លេចណា desktop សិនណាមកស្ដាំណាគឺតែ new នេះ new text មកcreate new Gmail ឡើងខ្ញុំផាស Gmail ទុកមកចូលទៅ account ចាស់មក account Gmail ចាស់ណាអញ្ចឹងយើងធ្វើបានសម្រាប់ហើយអញ្ចឹងយើងទុកប៉ុណ្ណឹងសិនចូល Gmail ចាស់មកយើងសាច់ out សិនណាout មកសាច់ហើយបើចូល Gmail បានហើយចូល Gmail ចាស់អីណាបានចូល Google Adsense មកទៅបាយមក Google Adsense ណា Enter មកsign in now sign in your mouth bài sign in house different ណាបាទនេះគឺ account ថ្មីទេ different ណា different account ណា sign in with different account តែ remove ចោលណាដល់ណាហើយយើងវាយថ្មីមក Gmail ចាស់ណាបាទby password ណា password ណា sign in មកគឺ Google Adsense ចាស់ណាបាទហើយយើងបានបង្កើតយូរប្រហែលជា7ឆ្នាំបាទ
11 12ខែវាទទួលស្គាល់ដែរ support ណាបាទលុយបានប៉ុណ្ណា49ណាវាប៉ុណ្ណាអញ្ចឹងតើយើង link account យ៉ាងម៉េចណាបាទ link account Google AdSense ជាមួយនឹង Gmail ថ្មីយ៉ាងម៉េចណាបាទដើម្បីឲ្យវាភ្ជាប់ក្នុងការរកលុយដូចគ្នាណាបាទជាមួយនឹង account ចាស់ណាបាទអញ្ចឹងសូមតាមដានបន្តទៀតណាបាទអញ្ចឹងយើងចុចលើ setting ណាបាទចុចលើ setting ហ្នឹងចុចមកហើយយកពាក្យថា access and authorization ណាបាទ access and authorization ណាបាទចុចមកចឹងចេញពាក្យថា user management ណាបាទយើងគ្រប់គ្រងលើ account 2ហើយនេះ account ចាស់គ្រប់គ្រងលើ account 2ណាបាទគឺខ្លះខ្លែមួយគឺប្រទៀតតទៅការបរៀនតទៅ YouTube ណាបាទអញ្ចឹងគាត់ឲ្យយើង copy Gmail ថ្មីហ្នឹងមកបាទដល់ភ្ជាប់create ជាមួយ YouTube ធម្មតាសិនបាទយើង copy Gmail បាទហើយយក pass ណាបាទយក pass នឹងកន្លែង user ណាបាទ user management ណាការគ្រប់គ្រងហើយ pass មកបាទហើយ invite វាណាបាទចូលរួមរលុយជាមួយគ្នាណាបាទបន្ទាប់មកគឺយើងទៅបាក់ Gmail វិញណាបាទតែយើងអត់បានคลิกនេះទេចាំមកយើងភ្ជាប់ហើយចាំយើងคลิกណាបាទចាំคลิกដូចនេះណាចុចញ៉ាคลิกនេះមិនចឹងទេវាអត់ឲ្យទេវា error ណាបាទអញ្ចឹងវាដាក់ pending សិនណាបាទចាំតាមដានបន្តទៀតណាក្នុងការភ្ជាប់ link Google AdSense មួយនៅ account ថ្មីណាយើងរួចរាល់ហើយយើងបាយ Gmail មកហើយបាយចូល YouTube មកណាបាទ YouTube មកចូល YouTube មកបាទបន្តយើង sign in មក sign in ចូល account តើតើ Gmail ថ្មីហ្នឹងបាទ Gmail ថ្មីនេះបាទចូល pen Gmail អូខេហើយវាយ password ចូលមកអូខេចូលណាចាំតបវាចូលហើយយើងត្រូវវាយចូល Gmail សិនណាបាទចាំបន្តិចណា slow ចឹងបិទនេះសិនបានណាចុចមើល Gmail សិនណាបាទចុច invite ចឹង invite យើងហើយបាទចាំបន្តិចណានៅវា slow បាទឥឡូវវាដល់ព័ត៌មានមកហើយនេះបាទគឺ update ណាបាទ new ពី Google AdSense ណាបាទបាទអូខេដាក់ new ណាGoogle AdSense has been invalid
access and action account ណាបាទ click ទៅវាមកthat you has been invited access and action account ណាចឹង click យក link ណាចឹងមើលសិនក៏បានដែរអានេះ public របស់យើងណាបាទចឹងមើលមក you has need to be at least 10 years old and has a verified account to sign into action if you don't have a Google account associate with your email address, you will be able to create a new Google account as a part of accepting the invitation. Please note that this invite will be expired into 20 days. To accept the invitation, please visit this link in approve browsing window to do the in Chrome វិធីក្នុង Chrome បាន link មួយ operator link incognito window ណាបើសិនអ្នកមិនអាច click លើ link upload ទេអ្នកអាច import exclusive copy and paste URL ណាបាទ new private income in window instead ណាបាទចាំមុន click លើ link នេះចុចនៅស្ដាំមកវាពាក្យថា private ណាបាទ link private ណាមើលឃើញcái này thì dùng tính chẳng ấy chẳng tính đấy ok ấy invite to access the action đấy has been program try time này được các pin đậm bảy trăm năm chúng ta sign in nữa cái Gmail mày bạch vậy đấy rồi thay nó click vào lên luôn đấy ok em định như tiền đó xong mấy bài password cho nó một hai sign in đấy và người ta recovery ấy chứ đó có tế những cái việc hành động đó okayហើយវាដាក់ថា thank you for your join action ណាបាទ successful at your plan ណាបាទ 7 achievement to action
Temperature và Cannot Google Action click follow go to action Google Action được nào và xong trăm tình đấy tranh đối nhiên cả account mày dân đấy mà trăm tình đấy trong chất nhà pro mà get start ok hãy go in đấy và nó chia account máy là dân link cho mọi account chắc này và ok hãy là dân chụp chơi hay đấy mà chẳng cho tầm mơ năng user mới ra miền đó nó sẽ kinh đấy mà tạo lại session đấy và sai dân add này đấy và như cái giờ add mới khởi chỉ sẽ như cho tới mơ lựa account chắc dân bên nhé và các bạn nhận đang thảo về châu việc châu của mình đấy mà châu hai dân tay click gì bên nhé và cái dân châu tới lựa account chắc đấy cứ sang ao nữa account mày được bàn link hai nữa đây dân link chùm lại thay nữa khi còn những chỗ thích nó là account Google AdSense chắc thì đã tạo admin nè cái này tới bạn admin mày nè vào tạo nó chụp site email sama yang jawab bit different mà sign in different account remote bit done ok đây dân copy ấy vậy email chat nữa mà vậy email chat nữa được môi nữa. Và này không trả dấu và password cho tới enter tới trong tao cho muốn ta chưa linh ban đây pending hình này nè bạn linh ban bè khảo nó chột nữa nó buồn đó tao khảo trả tao nó Gmail hay là Google AdSense chấm buồn khảo này group tập quay chấm tính á
lấy những cho màu thôi lại hồi mà chạm tỉnh á lên cho cửa thang xịt thinh lên xịt thinh đấy đặt ra đấy giờ đôi kia nó tặng lời cho như là chạy lên xịt thinh mấy thì mới giờ xe ô tô ra cho xanh trên user management đó trong user management ta mình làm buồn khảo tại khám trắng khám mấy 3 đó chân click lên auto pan server đó click lên admin đó thích cho má vào chân như bạn admin may nguyên tiện đó vàនេះ admin ចាស់ admin ដើមចឹងមាន4 account នេះគឺយើងអាចរកលុយបានហើយណាបាទចូលគ្នាណាច្រោះលុយណាគេហៅច្រោះសម្រាប់លុយណាបាទដូចតែកណ្ដុងសាំងមើលចឹងចាក់សាំងប្រហែលលីត្រកំណត់ប្រហែលកានក៏បានណា30កា30លីត្រទេគឺស្មើ30នាក់ណាបាទចឹងច្រោះលុយបានច្រើនសិនមាន account ច្រើនខ្លះល្អបាទរកលុយបានលឿនហើយណាបាទចឹងយើងត្រូវមានកំណត់ផ្នែកដឹកច្រើនទៀតណាតើតើការគូររូបតើតើនឹងការបង្រៀនតើតើនឹងហ្គេមផ្សេងណាបាទគឺតើតើនឹងការបង្កើតជាមួយ YouTube create ជាមួយ YouTube វីដេអូណាបាទឬក៏ចម្រៀងអីផ្សេងកាត់តណាទៅបានខាងហ្នឹងបាទខូចមួយណាមួយណាយ៉ាដូចនៅ brand account ណាខូចមេចោលបាទនេះខូចមួយនៅ account ទៀតនៅរកលុយបានណាបាទហើយយើងអាចបង្កើត account មួយទៀត add ចូលទៀតណាបាទវាល្អជាង brand account ណាបាទអញ្ចឹងសូមអរគុណបាទអញ្ចឹងយើងធ្វើរួចរាល់ហើយអញ្ចឹងយើងចូលទៅ get start វាណាចុចចូលតាមដានរបស់គ្នាបាទ password មកចូល get start មកគឺដើម្បីឲ្យណា link ជាមួយ Google AdSense ណាបាទយើងភ្ជាប់មួយ Google AdSense ចាស់ណាបាទយើង click manager មក video manager មកបន្ទាប់មកយើងចុចលើ My Channel បាទហើយបន្ទាប់មកទៀតគឺចុចលើ enable ណាលើ modify session ណាហើយ get start ណា click លើ get start ណាចាំតិចណាចុច refresh វាចូលម្ដងទៀតណាចូល refresh វាម្ដងទៀត get start ទៀតណាចាំផ្លែណាបងដំណើរការចាំ refresh វាទៀតណាចេញណាget start ម្ដងទៀតណាលើចេញហើយ click ទាំង3ណាបាទចាំ modify គឺយើង click ទាំង3មកចុច accept មកបាទenable your account your form modify
Action Step 2. Set up an Action account before you can start earning money from your video. You need an Action account ណាបាទ Set up Action account ផ្លេចមកបាទឥឡូវយើងចូលជំហានទី1សិនយើងដាក់ថា sign in យក Google account or create new one to sign in sign up for Action whichever account you choose will be used to log into your new Action account ណាបាទអញ្ចឹងយើងដោយសារយើងមានស្រាប់ហើយក៏យើង sign in ទៅដោយសារ Google AdSense យើងមានស្រាប់ហើយយើងបាន link ចូលហើយអញ្ចឹងយើងអាចចូលជំហានទី2ណាបាទ sign in មកបាទឥឡូវចូលជំហានទី2ហើយយើងបាន content language នេះគឺភាសាអង់គ្លេសរួចហើយនេះជា website របស់ YouTube ទេណាបាទភាសាខ្ញុំភ្ជាប់ link ចឹងគឺយើងទៅ direct មកអញ្ចឹងយើង accept association មួយទៀតណាបាទអូខេហើយគឺយើងអាចនេះនៅគេដាក់ណា YouTube Action apply on has been approved. Final step to earn money. Modify your video. អូខេហើយអញ្ចឹងយើងចូល Action មើលតើវាប្រកាសថាយើងដើររលុយបានបាទចូល Google AdSense ណាបាទដោយសារយើងជាដូចជាការចូលរួមយើងបង្ហាញទៅនឹង Gmail របស់យើងនេះតើ Gmail ដើមណាតែខ្ញុំបង្ហាញពីដើមបាទថ្ងៃតទៅការធ្វើ link YouTube ជាមួយនឹង YouTube ដែលអត់មាន Google AdSense ណាបាទlink ជាមួយនឹង Google ដែលមានបាទ Gmail Google AdSense ដែលចាស់ណាបាទអញ្ចឹងយើងចូល setting មកបាទហើយចូលពាក្យ access authorization ណាបាទចូលចេញឲ្យដូច Gmail ដើមអត់ណាបាទអូខេហើយអញ្ចឹងវាទទួលស្គាល់ណាបាទវាទទួលស្គាល់ណាគឺ Gmail ទាំងអស់ហ្នឹងគឺគ្រប់គ្រងដោយ Gmail ស្មីអញ្ចឹងស្មី5ណាបាទឥឡូវអូខេទាំងអស់គ្នាចឹងសូមអរគុណសម្រាប់ការតាមដានបាទវារៀងយូរដែរណាព្រោះចង់ធ្វើឲ្យបាក់បាយទៅវីដេអូមួយនេះកុំឲ្យថាយើងលាក់អីតាក់ទងនឹងការធ្វើវីដេអូនេះណាបាទសូមអរគុណបើមានចម្ងល់អីអាចសួរបានណាតាម message ឬក៏ comment លើ YouTube ណាបាទហើយខ្ញុំឆ្លើយតបតាក់ទងនឹងបញ្ហានេះបាទសូមអរគុណសូមជម្រាបលាបាទ